វាពេញគេហៅ Kindle គឺវាជាម៉ាស៊ីនអានសម្រាប់សៀវភៅគឺវាផ្ដោតទៅលើការអានសៀវភៅហ្មងតែបច្ចុប្បន្នយើងមានអ្នកមើលច្រើនដោយសារដំបូងឡើយការផ្សព្វផ្សាយដំបូងយើងអត់សូវមានអ្នកមើលច្រើនទេប៉ុន្តែចាប់ផ្ដើមពីមួយឆ្នាំទៅមួយឆ្នាំគឺមនុស្សកាន់តែមើលកាន់តែបកមកមើលម៉ាស៊ីនអានច្រើនវិញលក្ខណៈបងពិសេសបងម៉ាស៊ីនហ្នឹងគឺវាអាចផ្ទុកសៀវភៅបាន2000ក្បាលបងសៀវភៅជាច្រើនក្នុងហ្នឹងវាជួយយើងច្រើនដូចជាវាមានទម្ងន់ស្រាលយើងអាចដាក់តាមខ្លួនបានហើយណាមួយយើងអាច check មើលពេលយើងទៅដំណើរតាមផ្លូវគឺទៅណាថ្ងៃចឹងហើយវាមានអត្ថប្រយោជន៍សំខាន់ច្រើនដោយសារពេលខ្លះយើងអត់ដឹងថាពាក្យណាដែលយើងអត់ចេះក្នុងហ្នឹងទេបងអញ្ចឹងក្នុងហ្នឹងវាអាចឲ្យយើងដឹងច្រើនដូចជា dictionary highlight note ម៉ាស៊ីនអានមួយសៀវភៅវាខុសគ្នាត្រង់ថាសៀវភៅយើងអាចមើលបានប៉ុន្តែយើងទិញបានក្នុងមួយក្បាលទេបងយើងអត់អាចមើល2 3ក្បាលក្នុងពេលតែមួយបានទេបងតែអានេះយើងអាចមើល2ទៅ3ក្បាលក្នុងពេលតែមួយបានឧទាហរណ៍យើងមើលមួយក្បាលហ្នឹងហើយយើងអានមួយកន្លះយើងចង់អានផ្សេងទៀតគឺយើងអាចអានបានដែរបើថាសៀវភៅយើងអានបានតែមួយគឺចប់មកបងហើយគ្រាន់ថាអានេះគឺយើងអាចអានពេលយប់ពេលបិទភ្លើងអីបានតែបងនោះស្រាប់តែគាត់មានសៀវភៅខ្លួនឯងហើយគាត់ប្រវែអាហ្នឹងគឺជា PDF ណាបងអញ្ចឹងទៅគាត់អាចដាក់ចូលក្នុងនេះគាត់អាចមើលបានអាហ្នឹងគឺ support បាន2 file ណាបង MOBI និង PDF iPad មួយ Kindle វាខុសគ្នាត្រង់ថា iPad គឺជាelectronic មួយដែលយើងអាចលេងបានថតបានមើលវីដេអូបានប៉ុន្តែវាអាចខុសគ្នាត្រង់វាប៉ះពាល់ដល់ភ្នែកបងគាត់ថាម៉ាស៊ីនអាននេះយើងអត់ប៉ះពាល់ដល់ភ្នែកទេបងព្រោះយើងផ្ដោតទៅលើតែការអានមួយគត់វាអត់មាន function ផ្សេងទៀតដូច iPad ទេ iPad មួយ Kindle ខុសគ្នាត្រង់អានេះអាចកាន់បានទៅ5ទៅ6ថ្ងៃបងតែបើថា iPad យើងអាចកាន់បានគ្រប់ទង7ទៅ8ម៉ោងទេបងខ្ញុំលើកទឹកចិត្តថាពីមួយឆ្នាំទៅមួយឆ្នាំយើងត្រូវការឡើងគំនិតយើងឲ្យបានខ្ពស់ហ่าបងយើងត្រូវការភាពឆ្លាតវៃពីច្រើនហ្នឹងទៅយើងត្រូវការអានសៀវភៅតែខ្ញុំគិតថាសម័យឥឡូវខ្ញុំគិតថាឲ្យក្មេងគាត់អានពីក្មេងទៅហ่าបងចង់ពេលធំឡើងគាត់ថាជាវាថាជាទម្លាប់ល្អមួយហ่าបងសម្រាប់ផ្សេងទៀតហ្នឹង